បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវីដេអូមួយមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការឆែកមើល speed internet របស់យើងប្រើអ៊ីនធឺណិតយើងចង់ដឹង speed របស់វាល្បឿនរបស់វាលឿនប៉ុណ្ណាក្នុងមួយវិនាទីអញ្ចឹងណាអូខេអញ្ចឹងយើងអាចឆែកមើលបានដោយងាយយើងចូលមកកាន់ Google មកចូល browser ណាមួយក៏បានដែរ Safari នេះក៏បានអូខេយើងចូល Google យើងហើយយើង search បងប្អូន search internet speed internet speed test internet speed test មានន័យថាតេស្តល្បឿនអ៊ីនធឺណិតយើង search បែបនេះមកបងប្អូនយើងវាយដូចខ្ញុំ color នេះវាយអញ្ចឹងមកយើងចុច search មកអូខេអញ្ចឹងវាមាន website វាជាច្រើនសម្រាប់យើងចូលទៅតេស្តបានយើងចូលមួយណាក៏បានដែរបងប្អូនតែខ្ញុំតេស្តភាគច្រើនខ្ញុំយក fast.com នេះយកទី2នេះខ្ញុំចុចលើវាមកហើយរងចាំបន្តិចរងចាំវាដើរអូខេអញ្ចឹងវាចេញមកហើយអ៊ីនធឺណិតដែលខ្ញុំកំពុងប្រើហ្នឹងលឿន99 MBអញ្ចឹងនេះវាដាក់ថាលឿន fast វាអាចគួរសមដែរប៉ុណ្ណឹង99វាក្បែរ100ដែរអានេះ 5G បងប្អូនអ៊ីនធឺណិត 5G speed របស់វា78 MB សម្រាប់ការ download 100 MB ក្នុងវិនាទីហើយ upload 310 MB អូខេអញ្ចឹងយើងអាចមើលបានហើយបងប្អូនប៉ុណ្ណឹងតេស្តមើលអ៊ីនធឺណិតយើងកំពុងប្រើអញ្ចឹងណាថាវា speed វាប្រហែលលឿនឬក៏យឺតអញ្ចឹងយើងអាចឆែកមើលបានគ្រាន់តែយើងចូលទៅ browser ណាមួយមក computer ក៏បានទូរស័ព្ទក៏បានតែរៀងធ្លាក់បន្តិច96ដោយសារខ្ញុំlive video នៅលើ computer លើ laptop ទៅរៀង slow រៀងធ្លាក់ speed បន្តិចអូខេអញ្ចឹងអានេះ website មួយដែលខ្ញុំធ្លាប់ប្រើមួយទៀតថយក្រោយមកវិញមួយខ្ញុំទៅចូលមក website ថ្មីមួយទៀតនេះទី1នេះចុចលើវាសាកមើលខ្ញុំអត់ដែរប្រើដែរអូខេទី1នេះដឹងអីនេះអត់ល្អប្រើខ្ញុំអត់ដែរប្រើលោតពាណិជ្ជកម្មអីញ៉ៃអូខេអញ្ចឹងយើងប្រើទី1ដូចខ្ញុំមកទី1អត់ទៅទី2សំទោសនេះពេលយើង search internet speed test អញ្ចឹងយើងយកទី2នេះមកfast.com internet speed test នេះមកអានឹងល្អប្រើខ្ញុំប្រើតែអានឹងទេនឹងអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយៗទៀតខ្ញុំដឹងខ្ញុំចែករំលែកជម្រាបលា